ទិញដីយកមកចាក់បំពេញលុបស្រានៅខាងក្រោយផ្ទះបែរជាមានដោយឆ្អឹងខ្មោចមកជាមួយច្រើនមែនទែនចាប់តាំងពីពេលនឹងមកក្រុមគ្រួសាររបស់គាត់តែងតែត្រូវពួកអមនុស្សវាតាមយាយីធ្វើបាបចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាសិណុចប្រាប់ថារឿងរ៉ាវមួយនេះវាកើតឡើងកាលពីឆ្នាំ2012នៅក្នុងឆ្នាំ2012ផ្ទះរបស់សិណុចដែលមានទីតាំងនៅតាមខេត្តហ្នឹងណាគឺគាត់មានគម្រោងទិញដីយកមកចាក់លុបស្រះនៅខាងក្រោយផ្ទះដោយសារតែស្រះនៅខាងក្រោយផ្ទះរបស់គាត់គឺមានទំហំរាងធំគ្រាន់បើដែរខ្ទង់10ម៉ែត្រអីហ្នឹងឯងអ្នកគ្នាហើយណាមួយទៀតស្រះមួយហ្នឹងក្រុមគ្រួសាររបស់គាត់លេងចំត្រីលេងចំអីមកជាយូរហើយគឺទុកចោលប្រហែលជាខ្ទង់4-5ឆ្នាំអីចឹងណាហើយបើសិនជានៅទុកអញ្ចឹងចោលទៀតអាចនឹងមានបញ្ហាដោយសារតែផ្ទះរបស់គាត់ក៏អាសាមានក្មេងៗមកលេងអញ្ចឹងហើយទើបក្រុមគ្រួសាររបស់គាត់ទាំងមូលសម្រាប់ថាចាក់លុបស្រះនឹងចោលតែម្ដងទៅពេលដែលចាក់លុបស្រះហ្នឹងទាំងអស់គ្នាគឺផ្ទះរបស់គាត់ត្រូវទិញដីប្រហែលជាខ្ទង់10ទៅ15ឡានអីហ្នឹងឯងគាត់ភ្លេចប្រហែលពេលហ្នឹងអាសាវាយូរពេកអញ្ចឹងណាដឹងតែមកទិញច្រើនឡានណាអញ្ចឹងឡានដឹកដីក៏គេចាក់អំពេញអញ្ចឹងទៅហើយក្រុមគ្រួសាររបស់សិមុចហ្នឹងណាគ្រួសាររបស់គាត់គឺជាអ្នកដែលរស់ស៊ីនៅផ្សារអញ្ចឹងពួកគាត់អត់សូវមានពេលនៅផ្ទះដើម្បីចាត់ចែងមើលការខុសត្រូវទៅលើដីដែលគេមកចាក់អំពេញហ្នឹងទេប៉ារបស់គាត់ក៏ទៅបរិញ្ញាបត្រទៀតចោលមានពេលនៅមើលដឹកដល់អីទេអញ្ចឹងដីហ្នឹងគឺត្រូវតម្រូវឲ្យខាងអ្នកដែលគេម្ចាស់ឡានដឹកដីហ្នឹងជាអ្នកនៅចាក់នៅមើលនៅអីអញ្ចឹងណាហើយដល់ពេលដែលគេចាក់ឲ្យអស់ក៏បកគលលុយឲ្យគេអញ្ចឹងទៅហើយនៅពេលដីចាក់បាន2ថ្ងៃក្រុមគ្រួសារគាត់ក៏មានបញ្ហាដែរទាំងអស់គ្នាក្រុមគ្រួសាររបស់គាត់គឺរវល់មែនតើអត់បានទៅមើលទេតើតែគេចាក់អីឲ្យអស់ទើបពួកគាត់បានដើរទៅមើលខាងក្រោយនៅពេលដើរទៅមើលអញ្ចឹងទៅទាំងអស់គាត់ថាអញ្ចឹងពេលចាក់ដីពេញហើយដីផ្ទះគាត់មើលទៅឃើញទលេងមែនតើលេងមានស្រះនេះដូចមុនអញ្ចឹងណាហើយអញ្ចឹងទៅគាត់អស់គ្នាទៅមើលច្បាស់តែខ្លាចថាគេឬថាគេស៊ីលើឡាហ្នឹងអញ្ចឹងណាក៏ព្យាយាមមើលដីមើលអីទៅក៏វាអត់មានបញ្ហាដែរទាំងអស់គ្នាដីហ្នឹងក៏របៀបថាវាជាប្រភេទដីល្អម្យ៉ាងដែរដូចជាប្រភេទដីស្ទឹងដីអីចឹងណាក៏គ្រួសារគាត់ស្ដឹងប្រហែលដែរអញ្ចឹងពេលហ្នឹងទាំងអស់គ្នាវារំលងរឿងហ្នឹងបានប្រហែលជាខ្ទង់4-5ថ្ងៃមកទៀតនៅយប់មកប្រហែលជាខ្ទង់មក7យប់សិណុចគាត់បានដើរទៅខាងក្រោយផ្ទះគាត់ដើរទៅនឹងគឺដៃគាត់កាន់7មួយដើម្បីដើរទៅឈួលមើលកន្លែងដីដែលគេចាក់ពេញហើយនេះដោយសារតែគាត់ហ្នឹងនិយាយថាដីវាទលាយល្អអញ្ចឹងទៅគាត់ចង់ធ្វើកញ្ចោះធ្វើនៅលើហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ដើរទៅមើលពេលដែលគាត់ដើរហ្នឹងគឺដើរទៅតែឯងទាំងអស់គ្នាហើយផ្ទះរបស់គាត់គឺមានភ្លើងនៅជាប់នឹងអញ្ចឹងខាងក្រោយផ្ទះប៉ុន្តែភ្លើងហ្នឹងគឺវាចាំងអត់ដល់កន្លែងដីដែលគេចាក់ពេញហ្នឹងទេចាំងអត់ដល់ទេចឹងពេលគាត់ទៅចឹងគឺគាត់ត្រូវតែកាន់7ប្រចាំងហើយធម្មតាដីនៅពេលដែលគេចាក់ពេញហើយចឹងគឺមិនតាន់មានស្មៅមិនតាន់អីមានអីទាំងអស់គឺវារបៀបថាស្មើល្អមែនតើចឹងគាត់កំពុងតដើនេះទាំងអស់គ្នាក៏គាត់សាប់ទៅឃើញដីនឹងវាផុសដូចមានស្អីទៅខាងក្រោមដីហ្នឹងណាក៏គាត់ព្យាយាមប្រចាំង7មើលប៉ុន្តែដល់ពេលគាត់ប្រចាំង7មើលទៅដីហ្នឹងគឺវាធម្មតាអត់ទេប៉ុន្តែដល់ពេលគាត់ដើរខួរអាកន្លែងហ្នឹងទៅបែរជាដីហ្នឹងផុសដូចមានស្អីកំពុងតែចង់ត្បូរចេញពីក្នុងដីហ្នឹងមកប៉ុន្តែគាត់ហ្នឹងក៏មិនបានចាប់អារម្មណ៍អីទៀតគាត់គិតថាប្រហែលជាគាត់ហ្នឹងមើលច្រឡំឬមួយក៏កែបឬមួយក៏អីចឹងណាគាត់មិនចាប់អារម្មណ៍ទេគាត់ក៏ដើរទៅចិត្តរបស់ផ្ទះកំពុងដើរទាំងអស់គ្នាក៏ស្រាប់តែមានដៃមួយលូកចេញពីក្នុងដីហ្នឹងមកទាញជើងគាត់មកកំផឹងចែកទាញជើងគាត់មកកំផឹងទាំងអស់គ្នាទាញឲ្យគាត់ដួលកាត់មុខសំណាងល្អទាំងអស់គ្នាគាត់ថានៅខាងមុខគាត់គឺមានវិធីថាឈើអាស័យស្រួចមួយតែសំណាងល្អដែលវាអត់ចាក់ចូលក្នុងភ្នែកគាត់វាវិធីថាប្រឆាត់មិនតិចទេពេលនឹងគាត់ភ័យមែនតើប៉ុន្តែនៅពេលគាត់យក7របស់គាត់នេះទៅប្រចាំងទៅកន្លែងដែលឃើញដៃដែលមានដៃលូកមកទាញជើងរបស់គាត់ហ្នឹងបែរជាអត់មានអីសោះអត់មានស្អីហ្មងទាំងអស់គ្នាអត់មានដៃអត់មានអីទាំងអស់ហើយក៏អត់មានសត្វអត់មានពស់អត់មានអីមកពីណាដែរអត់មានទេដីនោះគឺរៀបស្មើថេងហើយចង់មុននឹងគាត់ដួលដោយសារអីគេទាំងតែគាត់បានប្រកាសក្នុងចិត្តច្បាស់ហ្មងថាដៃគឺជាដៃមនុស្សដែលលូកមកចាប់គាត់ហើយដៃនេះគឺទៅចាក់ស្រេបមែនតើទាំងអស់គ្នាគឺលូកមកចាប់ទាញជើងគាត់នឹងឯងអញ្ចឹងគាត់នឹងក៏លក្ខណៈថារឿងភ័យបន្តិចរឿងអីបន្តិចដែរក៏ក្រាបដើរពេលគាត់ក្រាបដើរហ្នឹងទាំងអស់គ្នាគាត់ងាកមកប្រចាំងកន្លែងដែលគាត់ដួលមុនហ្នឹងឯងប្រចាំងកន្លែងហ្នឹងវិញបែរជាឃើញដៃទាំងអស់គ្នាដៃមកកណាត់គ្នាឃើញដៃមកកណាត់ប៉ុណ្ណឹងដៃឡើងខ្មៅក្រឹបហ្មងហើយមាននិយាយថាមានឈាមតិចជាប់ដូចតែគេកាប់របៀបពេលគេកាប់ថៃអញ្ចឹងណាអញ្ចឹងពេលហ្នឹងក៏គាត់នឹងភ័យមែនតើគាត់គាត់ថាចេះតិចឆ្កែនៅផ្ទះគាត់ពាំដៃនឹងមកគាត់ក៏រត់ទៅប្រាប់អ្នកផ្ទះរបស់គាត់បញ្ជាក់ទាំងអស់គ្នាអ្នកផ្ទះរបស់គាត់មានគ្នាទាំងអស់គឺ5នាក់មានប៉ាមានម៉ាក់គាត់មានបងប្រុសគាត់ហើយបងប្អូនស្រីរបស់គាត់នឹងឯងអញ្ចឹងពេលគាត់រត់ទៅអ្នកផ្ទះរបស់គាត់គឺរត់មកទាំងអស់គ្នារត់មកខាងក្រោយហ្នឹងដើម្បីមើលច្បាស់តើមានដៃមែនឬក៏អត់ប៉ុន្តែពេលរត់មកដល់អត់មានឃើញដៃអត់មានអីទាំងអស់អត់មានឃើញទេអ្នកទាំងអស់គ្នាអត់មានឃើញសូម្បីតែបន្តិចនៅពេលដែលអត់មានឃើញអញ្ចឹងក៏ប៉ារបស់គាត់ថាចឹងហែងនេះអីហែងចាវាថាស្វាងភ្នែកអីហែងកាត់ច្រើនក្តីពេកអត់មានមកពីណាទេអញ្ចឹងសម្រាប់គាត់ថាឆ្កែរបស់យើងគាត់នឹងគាត់ទៅហាត់មាត់ឆ្កែទេទាំងអស់គ្នាធម្មតានៅពេលឆ្កែវាស៊ីអីវាគម្រងស្អីគឺវាធំក្លិននៅជាប់មាត់ហើយប៉ុន្តែឆ្កែរបស់គាត់ក៏អត់មានធំទេទាំងអស់អត់មានធំអត់មានអីណាអត់មានធំមានអីទេអញ្ចឹងរឿងហ្នឹងក៏វាហៃកន្លងផុតទៅបាន2ថ្ងៃក្រោយមកនៅយប់មកផាច់ខ្ទង់2ទៅ10យប់សេមួយគាត់ដេកនៅលើផ្ទះរបស់គាត់គឺមានទាំងអស់គឺ2ជាន់ណាទាំងអស់គ្នាខាងលើគឺមាន2បន្ទប់ខាងក្រោមគឺមាន2បន្ទប់បងប្រុសរបស់គាត់ដេកនៅបន្ទប់ខាងលើចិត្តគាត់ហើយនឹងបងស្រីរបស់គាត់គេនៅបន្ទប់ខាងក្រោមជាមួយនឹងបន្ទប់ចិត្តបន្ទប់ប៉ាណារបស់គាត់ហ្នឹងឯងអញ្ចឹងពេលគាត់ដេកនៅខាងលើផ្ទះនេះគាត់សាប់ទៅលើសម្លេងឆ្កែរបស់គាត់ហ្នឹងគឺវាលូមែនតើទាំងអស់គ្នាលូឲ្យវារត់ឆ្លេឆ្លាពេញខាងក្រោយផ្ទះរត់អីអញ្ចឹងណា
ចឹងក៏គាត់គិតថាចឹងប្រហែលជាឆ្កែរបស់គាត់ហ្នឹងវាឃើញពស់ឬមួយក៏វាលួយក៏គាត់បានចាប់អារម្មណ៍ទៀតអត់បានបើកប្រួយមើលទេគាត់ក៏ស្ងប់ដេកប៉ុន្តែអស់ពីលឺសំឡេងឆ្កែរបស់គាត់លឺទាំងអស់គ្នាលឺមកព្រមជាមួយនឹងសំឡេងសម្រាប់ជើងមនុស្សដើរសម្រាប់ជើងមនុស្សដើរច្រើនមែនតើដើរឡើងពេញនឹងហ្មងដើរពេញខាងក្រោយផ្ទះចឹងគាត់ក៏ចាប់ដើមបើកប្រួយដើម្បីសម្លឹងមើលខាងក្រោយពេលដែលសម្លឹងមើលខាងក្រោយហ្នឹងទៅទាំងអស់គ្នាដូចបានបញ្ជាក់អញ្ចឹងថានៅខាងក្រោយផ្ទះរបស់គាត់គឺមានដាក់ភ្លើងមួយភ្លើងជាប់ជាមួយនឹងចាំងក្រោយផ្ទះហ្នឹងហ្មងភ្លើងនោះវាចាំងតែកន្លែងដីដែលគេចាក់ហ្នឹងគឺវាឃើញសម្ោស្ទង់ឃើញមនុស្សច្រើនមែនតើកំពុងតែអង្គុយនៅលើដីកំពុងតែអង្គុយនៅលើដីហ្នឹងហើយកាយដីវាកាយដីមានគ្នាប្រហែលជាខ្ទង់7-10នាក់ចឹងពេលគាត់ឃើញចឹងគាត់ថាចេះតិចប៉ាម៉ាក់របស់គាត់នាំពីណាគេមកនាំអ្នកណានាំអីមកចឹងណាឬមិនចឹងទេក៏មានចៅមានអីមកចឹងក៏គាត់នឹងរត់ទៅស្រែកហៅបងគាត់គោះទ្វារបន្ទប់បងប្រុសគាត់នៅលើនេះថាចេះអេចុះមកមានតែគេនៅក្រោយផ្ទះរត់មកអញ្ចឹងណាហើយបងប្រុសគាត់គឺអត់បានមកទេគាត់ចេញទៅមុនកាន់ពិលទៅកន្លែងហ្នឹងគាត់កាន់ពិលរត់ទៅខាងក្រោយហ្នឹងទាំងអស់គ្នាគាត់ពិលគាត់នេះចាំងទៅដល់ពួកនឹងព្រាមពេលដែលគាត់បានឃើញទាំងអស់គ្នាគឺពួកនឹងរូបរាងខ្មៅស្កិលអង្គុយនៅលើដីភ្នែកវាឡើងក្រហមវាលោតដូចកែបចឹងលោតនៅលើដីហ្នឹងហ្មងលោតចុះលោតឡើងនៅលើដីហ្នឹងអញ្ចឹងណាចឹងពេលដែលវាងាកមកមើលទាំងអស់គ្នាគឺសម្រាប់គាត់ដឹងហ្មងថាអីដែលឃើញវាមិនមែនជាមនុស្សទេបងប្រុសរបស់គាត់ក៏មកពីក្រោយប៉ុន្តែបងប្រុសរបស់គាត់គឺមិនឃើញទាំងអស់បងប្រុសរបស់គាត់មានឃើញអីណាឃើញតែគាត់តែឯងហ្នឹងទេអញ្ចឹងពេលហ្នឹងគាត់ក៏ប្រាប់បងគាត់ថាចេះគូជូនគាត់ទៅផ្ទះតិចជូនចូលក្នុងផ្ទះបន្តិចគាត់ភ័យគាត់ញ័រទ្រង់ញ័រអញ្ចឹងណាបងប្រុសរបស់គាត់ក៏ជូនទៅគាត់ជូនដល់ក្នុងផ្ទះប៉ាម៉ាក់របស់គាត់ក៏ផ្អើលចេញមកដោយសារតែឃើញពួកគាត់ពីអ្នកបងប្អូនដើរទៅខាងក្រោយផ្ទះអញ្ចឹងក៏សួរនាំថាមានរឿងអីមានអីអញ្ចឹងណាស្រីគាត់ប្រាប់ថាចេះគាត់បានឃើញមនុស្សគឺថាមនុស្សរបៀបថាខ្មៅភ្នែកវាឡើងក្រហមអង្គុយនៅលើដីលោតដូចកង្កែបអញ្ចឹងអង្គុយនៅខាងក្រោយផ្ទះហ្នឹងអញ្ចឹងពេលប្រាប់ប៉ាម៉ាក់គាត់អញ្ចឹងប៉ាម៉ាក់គាត់អត់ទាន់ជឿទេដោយសារពួកគាត់អត់បានឃើញអត់ចឹងគាត់អត់សូវជឿទេទាំងអស់គ្នាប៉ុន្តែស្រីគាត់ជឿច្បាស់ថាមានរឿងអីកើតឡើងមិនស្រួលហើយនៅខាងក្រោយផ្ទះគាត់បើអីកន្លងមកអត់ដែលមានបញ្ហាអីទេដីហ្នឹងគឺជាដីក្រុមគ្រួសារគាត់នៅយូរមែនតើណាគឺនៅយូរហើយអត់ដែលមានបញ្ហាអីសោះអត់ដែលមានរឿងអីសោះទាំងអស់គ្នាអញ្ចឹងចាប់តាំងពីពេលដែលគាត់ឃើញហេតុការណ៍ពីរដងហ្នឹងមកគាត់ថាបន្ទប់របស់គាត់នៅជាន់ខាងលើហ្នឹងគាត់បិទកង្វាំងញោមគាត់បិទទាំងប្រួយគាត់អាចបើប្រួយសូម3តែម្ដងហើយគាត់ថាឲ្យទៅពេលគាត់សម្លឹងមើលទៅអាដីខាងក្រោយហ្នឹងពេលថ្ងៃអីគាត់មានអារម្មណ៍ថាព្រឺសបឲ្យរឿងខ្លាចចម្លែកអញ្ចឹងទៅរហូតដល់បងប្រុសរបស់គាត់បានជួបដល់khiបងប្រុសរបស់គាត់គឺបានជួបផ្ទាល់ហ្មងបងប្រុសរបស់គាត់បានទៅជីកដីខាងក្រោយផ្ទះបងប្រុសរបស់គាត់ជីកហ្នឹងគឺជីកនៅមកប្រហែលជាក្នុង6ល្ងាចទេដីអាដែលគេចាក់លើនឹងឯងដល់khiគាត់និយាយថាជីកដើម្បីដាំផ្កាដាំអីក្រោយផ្ទះចឹងណាកំពុងជីកសាប់បងប្រុសរបស់គាត់ស្រែកមកទំហឹងស្រែករត់ទៅមើលគ្នាគាត់ថាកំពុងជីកដីសាប់តែចិនឈាមពីក្នុងដីគឺចេញឈាមមកច្រើនមែនទែនពីក្នុងដីហ្នឹងប៉ុន្តែនៅពេលដែលប៉ាម៉ាក់របស់គាត់ទៅមើលអត់មានពីណាគេឃើញទេអូនស្រីរបស់គាត់គឺជួបធ្ងន់ជាងបងប្រុសរបស់គាត់ទៀតអូនស្រីរបស់គាត់តែអាគ្នាពេលដែលទៅនិយាយទូរស័ព្ទខាងក្រោយហ្នឹងធម្មតាក្មេងចំនួនឆ្នាំ2012ហ្នឹងគាត់ប្រើ M.7 ទេគាត់និយាយទូរស័ព្ទរឿងសង្សារមានអីអូនស្រីរបស់គាត់ពេលហ្នឹងក៏អាយុត្រឹមតែ15-16ទេប៉ុន្តែមានសង្សារហើយហ៊ាននិយាយទូរស័ព្ទនៅក្នុងផ្ទះទេខ្លាចប៉ាម៉ាក់របស់គាត់ចាប់បានអញ្ចឹងហើយទៅខាងក្រោយផ្ទះនិយាយទូរស័ព្ទកំពុងអង្គុយឆ្កាស់ដីលេងអង្គុយឆ្កាស់ហ្នឹងបើចាត់អូនស្រីរបស់គាត់ថាបានឃើញមនុស្សចាប់ដៃគាត់ទាញចូលក្នុងដីហ្នឹងហ្មងទាញពីថាទាញកញ្ចក់ឲ្យដៃនោះគឺដៃខ្មៅក្រឹបហ្មងអូនស្រីគាត់បានឃើញពេលហ្នឹងអូនស្រីគាត់ខ្លាចដល់ថាអូនគាត់ឈឺទាំងអស់គ្នាឈឺដល់ថាអូនស្រីគាត់ជ្រុះសក់ហ្មងសក់គាត់បានឃើញច្បាស់នឹងភ្នែកនឹងឯងប៉ាម៉ាក់របស់គាត់ក៏បានជួបដែរប៉ុន្តែប៉ាម៉ាក់របស់គាត់ក៏បានប្រាប់ពួកគាត់រំអិតពីរឿងដែលគាត់បានជួបទេដឹងត្រឹមតែប៉ាម៉ាក់របស់គាត់ពេលយប់ឡើងហ្នឹងគឺគាត់បានឮសំឡេងមនុស្សដើរជុំវិញផ្ទះហ្នឹងហើយឮសំឡេងដើរខាងក្រោយផ្ទះហ្នឹងច្រើនមែនតើពេលដែលប៉ាម៉ាក់គាត់បានប្រួយមើលទៅឃើញពួកហ្នឹងផុសពីដីហ្មងផុសពីដីខាងក្រោយផ្ទះផុសពីដីអាដីស្រះដែលគេកប់ចោលហ្នឹងឯងបងប្អូនអញ្ចឹងពេលហ្នឹងពួកគាត់គ្រប់គ្នាគឺដឹងហើយថាមានរឿងអត់ស្រួលមែនតើអញ្ចឹងណាដំបូងក្រុមគ្រួសាររបស់គាត់គិតថាមានអ្នកណាគេមកធ្វើអំពើដាក់ផ្ទះរបស់គាត់អញ្ចឹងទៅប៉ុន្តែអត់ទេបងពេលទៅហៅរបៀបថាហៅគ្រូហៅឲ្យមកមើលទៅគ្រូគេថាអញ្ចឹងគឺយើងតែនាំគេចូលមកគាត់ទៅលើគេថានាំគេចូលមកហ្នឹងប៉ាម៉ាក់របស់គាត់ហើយនឹងពួកគាត់គឺឆ្ងល់ហ្មងពួកគាត់មិនបាននាំពីណាគេចូលមកទេរបៀបថាឆ្ងល់ដោយសារតែគ្រូនឹងគឺប្រាប់តែប៉ុណ្្នឹងឯងដោយគាត់រយគាត់ឃើញដែរទាំងអស់គ្នារហូតដល់ពេលដែរប៉ារបស់គាត់ហើយនឹងបងប្រុសរបស់គាត់នេះគាត់កាប់ដីនឹងមកប្រហែលជាខ្ទង់2ទៅ10ថ្ងៃត្រង់ហ្នឹងកាប់ដីគឺថាកាប់ដីរបៀបគាត់កាប់ដីពេលហ្នឹងគាត់ភ្លេចដែរថាកាប់ធ្វើអីដឹងតែកាប់ទៅទាំងអស់គ្នាបានឃើញឆ្អឹងខ្មោចគឺឆ្អឹងហ្នឹងមិនមែនជាឆ្អឹងគោទេណាបងប្អូនគឺជាប្រភេទឆ្អឹងមនុស្សតែនៅពេលដែលប៉ារបស់គាត់កាប់ឃើញតែបងគាត់គិតថាជាឆ្អឹងគោទេតែនៅពេលដែលកាប់យូរទៅឃើញឆ្អឹងច្រើនទៅបងប្អូនឆ្អឹងពេលហ្នឹងគឺមានប្រហែលជាខ្ទង់10ឆ្អឹងហ្មងពេលហ្នឹងក៏របៀបថាឃើញឆ្អឹងឃើញនៅហ្នឹងហើយក៏សម្រាប់ចិត្តថាទៅសួរអ្នកដែលគាត់ទិញដីនឹងមកសាមមានលេខទូរស័ព្ទនេះដែរក៏តែសួរឲ្យគាត់ឲ្យគេមកផ្ទះបន្តិចអ្នកដែលគេអ្នកយកដីមកចាក់ហ្នឹងក៏គេមកប្រងមកផ្ទះគាត់ដែរពេលដែលមកដល់ផ្ទះគាត់ក៏សួរថាចេះឥឡូវបងសួរអូនឯងដីហ្នឹងបងឯងយកមកពីណាអញ្ចឹងគេនឹងរបៀបថាបងឯងមានរឿងអីមែនគាត់ថា
តាំងពីចាក់ដីនឹងមកផ្ទះរបស់គាត់មានរឿងចម្លែកចាស់ឃើញមនុស្សច្រើនខ្លាំងមែនតើនៅក្នុងដីនៅក្នុងអីចឹងណាពេលខ្លះតែឃើញផុសពីដីផុសអីមកចឹងទៅពូម្នាក់គាត់ព្រមប្រាប់ច្រើនដល់គ្នាគាត់ថាដីហ្នឹងគឺគាត់ទិញពីបងប្អូនទេបងប្អូនរបស់គេហ្នឹងកន្លែងហ្នឹងដីពីមុនមកគឺជាដីដែលគេនិយាយថាពេលដែលបងប្អូនស្លាប់ប៉ាម៉ាក់ស្លាប់អីចឹងគឺគេទៅបញ្ចុះនៅកន្លែងហ្នឹងដល់គ្នាគេទៅបញ្ចុះឲ្យគ្រួសាររបស់គេគឺរបៀបខ្សែចឹងខ្សែដែរទេប៉ុន្តែគេមិនសូវមានជំនឿតាក់ទងvớiក្បួននៅមួយអីណាដល់គ្នាអញ្ចឹងពេលដែលដឹងថាមានគេចង់ទិញដីយកទៅចាក់អញ្ចឹងគឺលក់ឲ្យគេអញ្ចឹងទៅអញ្ចឹងគាត់នឹងគាត់ទៅទិញដីកន្លែងហ្នឹងមកហើយពេលដែលគាត់ជីកណាដល់គ្នាពេលដែលគាត់យកនេះទៅជីកដីហ្នឹងណាគឺបានឃើញឆ្អឹងឃើញអីដែរប៉ុន្តែគាត់ថាវាមិនមែនជាបញ្ហាទេយូរឆ្នាំយូរអីហើយមិននឹកស្មានថានៅពេលដែលយកមកបែរជាវាមកតាមហ្នឹងសោះគឺអត់នឹកស្មានសោះទាំងអស់គ្នាអញ្ចឹងពេលហ្នឹងក្រុមគ្រួសាររបស់គាត់ក៏បាននិមន្តព្រះសង្ឃនិមន្តឲ្យធ្វើរបៀបថាពិធីនៅលើដីដែលគេចាក់ហ្នឹងដល់គ្នាប្រមូលឆ្អឹងកោះកាយពេលហ្នឹងឲ្យពូម្នាក់មួយដែលជាអ្នកចាក់ដីហ្នឹងណាទៅធ្វើមិនគេដោយទៅយករបៀបថាស្អីគេប្រដាប់ជោគដីដើម្បីជោគមើលអស់ថាមាននៅណាទៀតអញ្ចឹងណាជោគមកទៀតទាំងអស់គ្នាក៏ឃើញថាមានច្រើនមែនតើបន្ទាប់មកទៀតក៏គេយកឆ្អឹងទៅបោជាបាត់ទៅគឺយកឆ្អឹងទៅបោជានឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលធ្វើពិធីធ្វើឲ្យអស់នេះក្រុមគ្រួសាររបស់គាត់ក៏នៅរៀងខ្លាចដែរប៉ុន្តែក្រោយមកទៀតគឺអត់បានឃើញអីទៀតទេគាត់បានឃើញអីទេហើយផ្ទះគាត់មកដល់សប្តាហ៍នេះគាត់នៅតែផ្ទះគាត់ធម្មតានឹងដែរហ្នឹងអ្នកនរគ្នាចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរគ្នាមានរឿងចែករំលែកចាកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផង